ម៉ែមិនឈឺអូនមិនចង់ធៀបពីបងឡើយបារម្ភអីអ្នកម៉ែគាត់ប្រហែលជាមិនកើតអីធ្ងន់ធ្ងរទេកុំបារម្ភពេកតែអូនខ្លាចក្នុងចិត្តហេតុអីក៏កើតរឿងតាមហំបែបនេះរឿងឈឺថ្កាត់ជារឿងធម្មតាមិនអាចនឹងមិនបានទេបងត្រូវមើលថែខ្លួនរបស់បងនិងរក្សាសុខភាពឲ្យបានល្អផងព្រោះអូនត្រូវឃ្លាតពីបងច្រើនថ្ងៃណាស់បានកុំបារម្ភណាអូនចាបងទុំអូនស្រឡាញ់បងណាស់បងស្រឡាញ់អូនច្រើនជាងអូនស្រឡាញ់បងទៅទៀតទោះជាបងជួបដំណើរឆ្ងាយប៉ុណ្ណាក៏យើងនៅតែបែកគ្នាដែរកូនម្ដាយកូនមកវិញហើយឯកូនចាំអើយមកថាកូនមកគឺកូនពិតជាមកមែនអូយកូនម្ដាយកូនមិនធ្វើឲ្យម៉ែអស់សង្ឃឹមទេតែមកកូនណែមើលរៀបចំសម្ភារបំពាក់កូនកំមុំឲ្យឆាប់ឡើងណាកូនកំមុំហេតុអីកូនម៉ែធ្វើបែបនេះម៉ែដឹងហើយថាបងទុំជាប្តីរបស់កូនណែរណាប្រាប់ប្រទាមកឲ្យឈ្មោះអាឈានផាក់នោះឲ្យម៉ែលឺទៀតបានទេគាត់ជាស្វាមីរបស់កូនឲ្យពេញចិត្តតែវាមកបំផ្លាញជីវិតម៉ែនិងជីវិតកូនតែអ្នកម៉ែកំពុងតែបំផ្លាញដល់ម៉ាក់កូនទៀវស្ដាប់ម៉ែណាម៉ែនឹងប្រាប់ឲ្យកូនស្រីម៉ែទៅអាមនុស្សឈាមថោកគ្មានពួកយបោគ្មានបនស័កគ្មានមេបាក់ក្បៅជាមនុស្សចាស់ប្រត់តែអ្នកម៉ែឲ្យខ្ញុំទៅមានប្តីថ្មីទៀតក្រៅពីបងតោខ្ញុំមិនព្រមទេខ្ញុំមិនព្រមជាដាច់ខាតតែបើមានប្តីដូចជាមិនងួននេះកូនដឹងទេគេមានបនស័កនេះប្រាក់អំណាចអ្នកណាក៏ប្រាថ្នាទៅជាបងទុំក្រោយគ្មានមានប្រាក់អនសាក៏កូននៅតែស្រឡាញ់ព្រោះកូនជាប្រពន្ធរបស់កូនហើយកូនត្រូវតែរៀបការជាមួយម៉ែនួននោះមិនដែលធំជាងនេះទេអត់ទេបើម៉ែចង់ខ្ពស់មកណាស់ណោម៉ែរៀបការយកខ្លួនឯងទៅមានតែបងទុំម្នាក់កូនមីបើម៉ែចង់បានម៉ែនួនជាកូនប្រសើរម៉ែរកកូនស្រីកាទៀតទៅថាម៉ែនេះស្រឡាញ់កូនប៉ុណ្ណាក្នុងលោកនេះអ្នកណាដែលមិនចង់ឲ្យកូនបានខ្ពស់អ្នកម៉ែចិត្តអាក្រក់អ្នកម៉ែចិត្តអាក្រក់អ្នកម៉ែបំបីបំបាក់កូនអ្នកម៉ែចិត្តអាក្រក់ណាស់អ្នកម៉ែបំបីបំបាក់កូនអូនទីមកជាអូនហើយប្រពន្ធស្មានប្តីស្មានសពបងក៏តែមកចោលអូនទៀតអីសោះនេះកូនឈឺថោកមកម៉េចឡើងចំឡើងអូនទីជាប្រពន្ធចំឡើងខ្ញុំទៅខ្ញុំតែក៏មកខំមកញ៉ៃរៀបការទៀតខ្ញុំមិនតែម៉ែអាងទៅបានជាហ៊ានមកនិយាយបែបនេះអត់បានមកយកមកដល់ពី2ដងហើយប៉ុណ្ណឹងហើយនឹងមិនតាន់ចែកទេបានជាតែមកបាក់មកយកដល់ទីនេះទៀតអត់គួរកុំចង់ស៊ីសាច់កណាំនោះមិនដែលធំជាងនេះទេ